Rương bò rò khlánh phếtជាស្ត្រីចិត្តដែលគេមិនបានអប់រំរមែងធ្វើឲ្យគេកើតទុក្ខមួយជីវិតកាលដែលព្រះពុទ្ធបរមគ្រូគង់សម្រានព្រះអរិយាបថនៅក្រុងសាវត្ថីមានសេដ្ឋីបុត្រមួយរូបឈ្មោះសោរយៈជិះរទេះបរចេញទៅក្រៅនគរជាមួយនឹងសម្លាញ់ម្នាក់ព្រមទាំងបរិវារជាច្រើនដើម្បីទៅមុជទឹកក្នុងកំពង់មួយជួនជាក្នុងខណៈនោះព្រះមហាកញ្ចៃណាថេនិមន្តទៅបណ្ឌបាតក្នុងទីនោះសរីរៈរបស់លោកក៏មានពន្លឺត្រចះត្រចង់គួរឲ្យជ្រះថ្លាឯសេដ្ឋីបុត្រឃើញព្រះមហាកញ្ចៃណៈដែលមានសរីរៈត្រចះត្រចង់ដូច្នោះគិតតែក្នុងចិត្តថាធ្វើមិនដេចណនឹងបានភិក្ខុអង្គនេះមកធ្វើជាភរិយាឬធ្វើមិនដេចណឲ្យភរិយាអញមានពណ៌សម្បុរដ៏ត្រចះត្រចង់ដូចព្រះភិក្ខុអង្គនេះសេដ្ឋីបុត្រកំពុងតែគិតដូច្នេះមិនយូរប៉ុន្មានស្រាប់តែខ្លែងភេទខ្លួនទៅជាស្ត្រីមួយរំពេចនោះសេចក្តីអៀនខ្មាស់ក៏កើតឡើងទើបចុះពីរទេះភៀសខ្លួនបាត់នៅក្នុងពេលនោះទៅមិត្តដែលជិះរទេះជាមួយគ្នាមិនឃើញសេដ្ឋីបុត្រជាសម្លាញ់បានដើរស្វែងរកក្នុងទីផ្សេងតែពុំឃើញហើយត្រឡប់ទៅផ្ទះវិញប្រាប់ឪពុកម្ដាយតាមដំណើរសពគ្រប់សេដ្ឋីជាឪពុកម្ដាយសម្គាល់ថាកូនខ្លួនស្លាប់ហើយបាននិមន្តភិក្ខុសង្ឃវេមរតកផតដោយសំអាងថាកូនខ្លួនចែកឋានទៅកាន់លោកខាងនាយហើយឯស្ត្រីភេទនោះក៏ដើរតម្រង់តាមផ្លូវទៅកាន់នគរតកសិលាបានជួបនឹងពួកឈ្មួញរទេះយ៉ាងច្រើននាងក៏ដើរតាមពីក្រោយរទេះត្រាតែដល់នគរតកសិលាពួកឈ្មួញទាំងអស់គិតគ្នាថាកូនប្រុសរបស់សេដ្ឋីក្នុងនគរយើងនេះមិនតាន់មានប្រពន្ធនៅឡើយយើងនាំដំណឹងនោះទៅប្រាប់សេដ្ឋីមុខជានឹងឲ្យរង្វាន់ខ្លះដល់យើងពុំខានទើបនាំគ្នាទៅជម្រាបសេដ្ឋីគ្រាន់តែឃើញនាងភ្លាមកើតចិត្តប្រតិព័ទ្ធស្នេហាក៏នាំទៅរៀបចំផ្គុំឲ្យជាភរិយានៃកូនរបស់ខ្លួនមែនពិតនឹងថាបរោះមិនធ្លាប់កើតជាស្ត្រីមិនមែននឹងថាស្ត្រីមិនធ្លាប់កើតជាបរោះក៏មិនមែនតាមពិតបរោះណាប្រព្រឹត្តបរទារកម្មគឺការសែបមេធុនជាមួយភរិយាអ្នកដតីលុះរំលាយខានទៅរមែងកាត់ជាតិជាស្ត្រីភេទជាច្រើនរយអត្តភាពអំបាលយ៉ាងព្រះអនន្តនាថេដែលបានបំពេញបារមីជាច្រើនសែនកាប់ហើយជាអនិវារសាវកកាលកំពុងត្រាច់រង្កត់ក្នុងសង្សារបានកើតក្នុងត្រកូលជាងមាសមួយអត្តភាពហើយបានកើតជាជាងមាសមួយអត្តភាពហើយបានប្រព្រឹត្តបរទារកម្មលុះស្លាប់ទៅធ្លាក់ទៅសោយទុកក្នុងនរកត្រឡប់ពីនរកមកត្រូវខ្លាចភេទជាស្ត្រីអស់14ជាតិហើយត្រូវគេគ្រាវពូជឬយ៉ាងហៅថាខ្ទើយអស់7ជាតិទៀតឯស្ត្រីបើនឿយណាយក្នុងភេទជាស្ត្រីហើយបានធ្វើបុណ្យតាំងប្រាថ្នាថាសូមអានិសង្សនៃទានរបស់យើងខ្ញុំនេះប្រព្រឹត្តទៅដើម្បីបរិស័កភាពក្នុងអនាគតតែប៉ុណ្ណោះក៏អាចខ្លាចភេទកើតជាបរោះបានបើពុំនោះទេគ្រាន់តែប្រព្រឹត្តគោរពប្រតិបត្តិស្វាមីលើកស្វាមីទុកដូចជាទេវតាក៏អាចទៅជាបរោះបានដែរក៏ឯសេដ្ឋីបុត្រនេះមិនបានជាចាប់អារម្មណ៍ចំពោះសរីរកាយព្រះមហាកញ្ចៃអនថេប៉ុន្មានទេក៏គង់ខ្លាចភេទជាស្ត្រីក្នុងអត្តភាពនោះភ្លាមព្រោះហេតុនោះស្ត្រីខ្លាចភេទនោះលុះនៅរួមសង្វាសជាមួយកូនសេដ្ឋីមិនយូរប៉ុន្មានបានប្រសូតកូនប្រុសមួយឆ្នាំក្រោយទៀតបានកូនមួយទៀតស្ត្រីនេះមានកូន4នាក់គឺនៅឯសោតយនគរកាលដែលខ្លួនជាបរោះមានកូន2នាក់ដល់ខ្លាចភេទជាស្ត្រីមានកូន2នាក់ទៀតរួមជា4ថ្ងៃមួយសម្លាញ់របស់នាងបានធ្វើដំណើរចេញពីក្រុងសាវត្ថីដើម្បីទៅជួញឯនគរតកសិលានាងកំពុងតែអង្គុយលើប្រាសាទបានឃើញហើយស្គាល់ច្បាស់ក៏ប្រើទាស័យឲ្យទៅហៅឲ្យចូលមកនៅក្នុងប្រាសាទរៀបចំទទួលដោយគ្រឿងបដិសណ្ឋារៈដ៏គួរសមព្រមទាំងនិយាយរាយរាប់សពគ្រប់ពីរឿងខ្លួនចាប់តាំងពីជិះរទេះទៅមុជទឹកជាមួយសម្លាញ់
ឃើញព្រះមហាកញ្ចាយណាថេរនិងគំនិតដែលខ្លួនបានគិតទៅលើព្រះថេរៈអង្គនេះហើយខ្លាចភេទជាស្ត្រីក្នុងពេលនោះភ្លាមរហូតដល់ភៀសខ្លួនមកបានប្តីបានកូនពីរនាក់នេះទៀតឯសម្លាញ់នោះបានជ្រាបហេតុផលសពគ្រប់ក៏រាយរាប់ថាត្រូវសូមខមាទោសនឹងព្រះថេរៈអង្គនេះឯនាងដែលខ្លែងភេទនោះធ្វើតាមពាក្យរបស់សម្លាញ់លុះដល់ព្រះមហាកញ្ចាយណាថេរនិមន្តទៅបិណ្ឌបាតនាងបានដាក់បាតដល់ព្រះថេរៈហើយសូមខមាទោសសពគ្រប់ប្រការភេទស្ត្រីក៏ក្លាយជាបរិសក្នុងពេលនោះភ្លាមហើយសូមបួសក្នុងសំណាក់ព្រះថេរៈអង្គនោះខំចម្រើនឈាននឹងអភិញ្ញារហូតដល់បានសម្រេចព្រះអរហន្តជាអវសានជាតិក្នុងកាលនោះហង